នេះគឺជាក្បាច់មួយដែរកីឡាករទាំងពីរកាន់ដៃឆ្វេងកាន់ខែហើយដៃស្ដាំកាន់រង្ពាត់វាយហើយកីឡាករក្រហមដល់ជាធម្មតាគឺការហាច់នេះគឺដើម្បីញាក់ដាក់គ្នាឌឺដាក់គ្នាបាទថាមើលឲ្យណារត់ខ្លាំងជាងប្រកែជាងហ្នឹងហើយចំណុចពិសេសរបស់ការវាយខែនេះគឺថាគូម្នាក់គឺតែងតែរហ័សទេការរហ័សនេះធ្វើឲ្យទទួលបានជោគជ័យព្រោះកាលណាកីឡាករអាចមើលឃើញដៃគូម្ខាងរបស់ខ្លួនច្បាស់លាស់ថាតើគេវាយលើឬវាយក្រោមគឺប៉ុន្តែលើផ្នែកហ្នឹងហើយមកទៅវាយខែលបើយកជ័យជំនះបាទហើយយ៉ាចាប់ដើមហើយគ្រប់បាទគូសោដាក់ហើយទៀវអើយនឹងទៀវពត់យើងទៀវយកផ្លាច់តាមគូសោដាក់មួយគូអត់បានដាក់ទេយ៉ាគូសោដាក់មួយជើងហ្នឹងទៅសុំតែបដៃនេះមែនទេបាច់មិនកំពុងហមមិនបាត់លឺហើយបាទយើងក៏ចង់ហាច់ដែរហើយតម្រៀងបាទគាត់ថាទ្រាំណាស់ជ្រាបឲ្យតាមគោលធៀបដាក់គោលសោគោលសោថៃមួយទីក្រោមគាត់ពីលើញ៉ាំទៅដាក់ក្បាច់ញ៉ាំដាក់នេះហើយមកវាយឆ្ងាមកវាយឆ្ងាបកគោសកំពុងតែហាច់ដាក់គ្នាបកគោខៀវបកគោក្រហមក៏ហាច់ដែរជើងដាក់ជើងខ្លាច់ចេះរងបានត្រូវគ្នាបាទរងបានទាត់បាទគោក្រហមគោតែខ្លាំងគោក្រហមខ្លាំងហែមមកខ្លាំងតាហែមមកខ្លាំងហែមទៀតដាក់ប្រយ័ត្នទៅដាក់ជាងពោបងវាយដែលបងតែជិះទៅបាច់ទៅជាងតបាទដាក់ឃ្លាជាទៅលេងទៅលេងចាំទៅទៀតលេងបន្តទៀតផុតឈ្នះហើយដាក់ទៀតខ្លាច់បាទផាត់ទៅវាយខែលយ៉ាហើយពីលើជំនាញគឺត្រូវទឹកបាទទៅខែលបាទហើយដល់ចុងហើយបានដឹងផងចាំមើលអ្នកជាង